ចម្រើនពរញាតិញោមឥឡូវយើងមកបញ្ជាក់បន្ថែមក្នុងមេរៀននេះប៉ុន្តែទេសភាពនេះគឺទេសភាពនៅក្នុងវត្តអង្គទេពសាការារាមញោមញាតិណាងាត់ជ្រងំញោមហើយនៅឯចង្កាត់មើលញោមក៏ក្រមនុស្សផងចង់ស្ងាត់មែនទេហើយមានញាតិញោមណាមកសួរសុខទុក្ខអីទេមិនប្រកេនអីបានមកសួរសុខទុក្ខក៏ប្រសើរដែរបើអត់ទាំងអស់ចឹងណាចឹងកុំឲ្យខាតពេលលើកយកពាក្យថាបាបនិងបុណ្យបាបនិងបុណ្យមានន័យដូចម្ដេចសូមសម្រាប់ដូចតទៅកុសលកម្មបុណ្យនិងអកុសលកម្មបាបដែលបុគ្គលបានប្រព្រឹត្តលាយឡំគ្នាកើតបានជាផលមួយលោកហៅថាកម្មផលលុះផលនោះរួមគ្នាច្រើនទៅទើបលោកឲ្យឈ្មោះថាវិបាកវិបាកនេះគឺជាផលដែរប៉ុន្តែផលរួមគ្នាច្រើនលោកហៅថាវិបាករបស់ផលវិបាករបស់ផលដូច្នេះពាក្យថាវិបាកឬក៏រួមពាក្យទាំងពីរផលវិបាកប្រែមកថាវិបាករបស់ផលនេះឯងវិបាកនេះលោកច្រើននិយាយនៅពេលបុគ្គលនៅពេលបុគ្គលចិត្តធ្វើមរណភាពចិត្តធ្វើដំណើរទៅមុខដែលកើតអំពីកម្មមួយលោកហៅថាជាអ្នកកកម្មក្នុងកម្ម12យ៉ាងគឺមានពរនីនៅខាងមុខជាអ្នកកកម្មនេះហើយជាកម្មមួយដែលមួយបែបដែលសម្រាប់បដិសន្ធិវិញ្ញាណរបស់សត្វសម្រាប់ជំរុញសត្វឲ្យកើតជាវិបាកឲ្យកើតជាជាតិជាភពតទៅទៀតភពតទៅទៀតបើយើងនិយាយពីភពក្នុងជាតិបច្ចុប្បន្នចាប់តាំងអំពីតូចមកយើងធ្វើបាបខ្លះធ្វើបុណ្យខ្លះជាធម្មតាបាបបុណ្យនេះបង្កើតជាផលរួមគ្នាច្រើនទៅលោកហៅថាវិបាកឬវិបាកវិញ្ញាណសម្រាប់វិបាកវិញ្ញាណវិបាកវិញ្ញាណនឹងឯងជាតួបដិសន្ធិរបស់សត្វប៉ុន្តែមិនមែនជាតួមិនមែនជាតួវិញ្ញាណទេគឺគ្រាន់តែជាកម្លាំងដែលរុញច្រានទៅរកទៅភពមួយទៀតតែប៉ុណ្ណោះមួយទៀតតែប៉ុណ្ណោះពាក្យថាបដិសន្ធិមានពីរបទគឺបដិបូកនឹងសន្ធិបដិប្រែថាឆ្ពោះទៅឬចំពោះទៅសន្ធិប្រែថាតដូច្នេះពាក្យថាបដិសន្ធិប្រែថាការតជាតិភពទៅមុខទៀតអនុមោទនា